ជំនួសឲ្យការប្រើហិង្សាតើប្រពន្ធស្របច្បាប់គួរធ្វើបែបណាពេលចាប់បានថាប្តីរបស់ខ្លួនមានសម្ព័ន្ធភាពជាមួយអ្នកផ្សេងការប្រើប្រាស់អំពើហិង្សាទៅលើស្ត្រីដែលជាស្រីកំណាន់របស់ប្តីនៅតែបន្តកើតមានជាក់ស្ដែងនៅពេលដែលស្ត្រីជាប្រពន្ធស្របច្បាប់បានតាមទាន់ឬចាប់បាននៅនឹងកន្លែងអំឡុងពេលប្តីរបស់ខ្លួននិងស្ត្រីកំណាន់លួចតាក់ទងគ្នានិងប្រព្រឹត្តសកម្មភាពក្បត់ចំពោះទង្វើទាំងនេះនៅក្នុងសង្គមខ្មែរនៅតែមានការវែកញែកនិងបែងចែកមិនទាន់ដាច់អំពីភាពខុសនិងត្រូវជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមថែមទាំងមានពាក្យបញ្ជោះឲ្យប្រព្រឹត្តសកម្មភាពហិង្សាថែមទៀតផងដូច្នេះនៅក្នុងទស្សនវិជ្ជាច្បាប់នៅពេលដែលប្រពន្ធស្របច្បាប់វាយទៅលើស្រីកំណាន់របស់ប្តីតើមានអ្វីកើតឡើងចំណុចត្រង់នេះលោកមេធាវីយីសារ៉ូប្រធានការិយាល័យមេធាវីធម្មបាលបានបញ្យល់ថាសកម្មភាពដែលប្រើប្រាស់ហិង្សាដែលធ្វើឲ្យអ្នកដទៃមានរបួសស្នាមក្តីឬក៏មិនមានរបួសស្នាមក្តីអញ្ចឹងរាល់ការប្រើប្រាស់ហិង្សាគឺត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌរបស់យើងត្រង់មាត្រា217ដែលចែងអំពីបទហិង្សាដោយចេតនាហើយចំពោះការប្រើប្រាស់ហិង្សានេះគឺនឹងអាចឈានទៅដល់ការទទួលខុសត្រូវខាងព្រហ្មទណ្ឌក្នុងនោះគឺប្រឈមមុខជាមួយនឹងការជាប់ពន្ធនាគាររយៈពេលពី1ឆ្នាំទៅ3ឆ្នាំហើយពិន័យជាប្រាក់ហ្នឹងគឺពី2លានរៀលទៅ6លានរៀលនេះគឺជាបទល្មើសធម្មតាក៏ប៉ុន្តែអាចឈានទៅដល់ស្ថានទម្ងន់ដែលជាការទទួលខុសត្រូវកាន់តែធ្ងន់ជាងនឹងទៅទៀតនោះក្នុងការដែលបទល្មើសនេះបង្កឡើងដោយការគិតទុកជាមុនដោយការប្រើប្រាស់អាវុធឬគំរាមកំហែងថានឹងប្រើប្រាស់អាវុធហើយមួយទៀតនោះគឺសំខាន់គឺការមានមនុស្សច្រើនមានគ្នាច្រើនណាហ្នឹងហើយដែលជាអ្នកទៅបង្កហិង្សាហ្នឹងគឺគាត់មានគ្នាច្រើនធ្វើបាបទៅលើបុគ្គលតែម្នាក់ហ្នឹងអាហ្នឹងគេហៅថាជាការចាត់ទុកថាបង្កឡើងដោយបទល្មើសដោយមានស្ថានទម្ងន់ទោសហើយក្នុងហ្នឹងគឺយើងឃើញថាការពិន័យទោសទណ្ឌហ្នឹងវាកាន់តែធ្ងន់ទៅទៀតគឺចាប់ពី2ឆ្នាំឡើងទៅ5ឆ្នាំអញ្ចឹងបើហិង្សាធម្មតាតែ1ឆ្នាំទៅ3ឆ្នាំប៉ុន្តែបើសិនជាប្រកបដោយស្ថានទម្ងន់ដូចខ្ញុំបញ្ជាក់ខាងដើមមានការគិតទុកជាមុនការប្រើប្រាស់អាវុធឬក៏ជនបង្កគឺគាត់មានគ្នាច្រើនអានឹងឈានទៅដល់ស្ថានទម្ងន់ទទួលការប្រន្ទាទោសក្នុងស្ថានភាពជាស្ថានទម្ងន់ណាអញ្ចឹងវាអាចមានដល់2ឆ្នាំទៅ5ឆ្នាំហ្នឹងចុះបើក្នុងករណីប្រពន្ធដើមបានប្រើហិង្សាទៅលើស្រីកំណាន់របស់ប្តីខ្លួនរួចហើយនោះថែមទាំងថតបង្ហោះនៅលើបណ្ដាញសង្គមទៀតតើត្រង់នេះច្បាប់កំណត់យ៉ាងដូចម្ដេចនៅពេលដែលការប្រើប្រាស់ហិង្សាហើយក្នុងករណីដែលគាត់លើកឡើងថាប្រពន្ធដើមប្រើប្រាស់ហិង្សាទៅលើស្រីកំណាន់ហើយថែមទាំងថតបង្ហោះលើ Facebook ឬបណ្ដាញសង្គមហ្នឹងតើច្បាប់កំណត់ថាយ៉ាងម៉េចតើតងជាមួយនឹងបញ្ហានេះគឺគាត់ទី1គាត់ត្រូវទទួលខុសត្រូវចំពោះបទល្មើសព្រហ្មទណ្ឌគឺបទហិង្សាដោយចេតនាទី1ដែលគាត់បានប្រើប្រាស់ហិង្សាទៅលើជនរងគ្រោះហើយចំណុចមួយទៀតនេះគឺការដែលថតរូបខាងស្រីកំណាន់ហើយយកមកបង្ហោះនេះគឺវាប៉ះពាល់ទៅលើសិទ្ធិខាងរូបភាពណាខាងរូបភាពគេហៅថាសិទ្ធិបុគ្គលណាហ្នឹងហើយអញ្ចឹងនៅក្នុងហ្នឹងគឺជនរងគ្រោះក៏គាត់អាចទាមទារនៅសំណងណាមួយដែលបើសិនជាការថតបង្ហោះឬក៏រូបភាពនោះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសដល់សេចក្តីថ្លៃថ្នូររបស់គាត់ហ្នឹងគឺគាត់អាចទាមទារសំណងចំពោះការខូចខាតបានបើយោងតាមមាត្រា13នៃក្រមរដ្ឋប្បវេណីផងដែរសរុបជារួមមកវិញប្រសិនជាការវាយតប់ឬការធ្វើសកម្មភាពបែបនេះគឺជាការប្រព្រឹត្តបទល្មើសតើក្នុងនាមជាប្រពន្ធស្របច្បាប់គួរធ្វើបែបម៉េចក្នុងករណីចាប់បានប្តីរបស់ខ្លួននិងស្ត្រីកំណាន់នៅនឹងកន្លែងក្នុងករណីដែលស្ត្រីជាប្រពន្ធដើមឬក៏ហៅថាប្រពន្ធស្របច្បាប់គាត់ឃើញបរិសុទ្ធជាស្វាមីរបស់គាត់កំពុងតែនៅជាមួយនឹងស្រីកំណាន់ឬក៏នៅជាមួយប្រពន្ធចុងនោះអ្វីដែលប្រពន្ធដើមប្រពន្ធស្របច្បាប់គាត់ធ្វើនោះគាត់ត្រូវតែរាយការណ៍ទៅសមត្ថកិច្ចតែនៅគៀកបំផុតដើម្បីស្នើសុំកិច្ចអន្តរាគមន៍នឹងឲ្យគាត់ជៀសវាងថាប្រើប្រាស់ហិង្សាឬក៏ធ្វើអំពើទាំងឡាយណាដែលត្រូវបានច្បាប់ហាមឃាត់បើមិនដូច្នោះទេគឺគាត់នឹងក្លាយទៅជាជនល្មើសដោយមិនដឹងខ្លួនបាទយ៉ាងណាគួរបញ្ជាក់ថាទង្វើរបស់បុគ្គលជាប្តីដែលមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់រួចហើយដោយចំណងអាពាហ៍ពិពាហ៍នោះមិនទាន់រំលាយនៅឡើយ
ប៉ុន្តែនៅមានទំនាក់ទំនងជាមួយស្រីផ្សេងគឺជាបទល្មើសផិតដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ1ឆ្នាំនិងពិន័យជាប្រាក់ពី200,000 រៀលទៅ1 លានរៀលតាមមាត្រា 7 និងមាត្រា 10 នៃច្បាប់ស្តីពីឯកពន្ធភាព